learn English and draw. A for apple. Now learn to draw apple. B for boy. Now learn to draw boy. បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលរកចំណូលតាមរយៈ YouTube ដែលគាត់ចង់បានវីដេអូផ្ទាល់ខ្លួនប៉ុន្តែគាត់អត់ដឹងថាធ្វើម៉េចដើម្បីបានជាវីដេអូផ្ទាល់ខ្លួនហើយយើងយកវីដេអូរបស់យើងហ្នឹងទៅអាប់ឡូតហើយទៅរកលុយជាមួយនឹង YouTube អូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការណែនាំជាមួយនឹងកម្មវិធីមួយសម្រាប់ធ្វើការគូររូបអញ្ចឹងយើងអាចប្រើប្រាស់កម្មវិធីនេះដើម្បីបង្កើតជាវីដេអូហើយយើងយកវីដេអូរបស់យើងដែលយើងបានបង្កើតបានហ្នឹងទៅរកលុយជាមួយ YouTube បានបាទអញ្ចឹងទី2ខ្ញុំនឹងបង្ហាញអំពីវិធីនៃការប្រើប្រាស់ហើយនឹងគំនិតក្នុងការបង្កើតជាវីដេអូបើសិនជាយើងមាន software នេះតើយើងគួរតែបង្កើតវីដេអូប្រភេទអីបាទអញ្ចឹងទី3គឺចុងក្រោយគឺយើងបាន design អីក្នុងកម្មវិធីនឹងអស់ហើយយើងនឹង export វីដេអូនឹងចេញជាវីដេអូតែម្ដងដើម្បីយើងបានជាវីដេអូផ្ទាល់ខ្លួនទៅរកលុយជាមួយនឹង YouTube អូខេអញ្ចឹងខ្ញុំនឹងបង្ហាញថាកម្មវិធីនឹងរូបរាងយ៉ាងម៉េចហើយយើងបង្កើតមកបានលទ្ធផលយ៉ាងម៉េចនេះគឺជាលទ្ធផលដែលខ្ញុំបាន export ជាវីដេអូតែម្ដងនេះបើកឲ្យបងប្អូនមើល Learn English and draw A for apple. Now learn to draw apple. B for boy. Now learn to draw boy. Bà có gìបងមានន័យថាកម្មវិធីនេះយើងអាចប្រើប្រាស់វាជាគោលដៅទី1យើងអាចបង្រៀនគេឲ្យចេះគូររូបទី1បាទព្រោះ software នេះគឺយើងអាចគូររូបបានទី2យើងអាចបង្រៀនឲ្យគេចេះភាសាអង់គ្លេសអញ្ចឹងឧទាហរណ៍ថាវីដេអូខាងដើមនេះគឺខ្ញុំអាចឲ្យ Learn English ទេបាន and draw A បាទមានន័យថាយើងយក software ហ្នឹងយើងអាចគូសអក្សរ A ហ្នឹងទៅបរៀនគេថាអូអាហ្នឹង A អញ្ចឹងយើងបរៀនអ្នកដែលចង់ចេះអង់គ្លេសឲ្យគាត់ស្គាល់អក្សរ A ហើយបន្ទាប់មកអក្សរ A ហ្នឹងយើងប្រកបនឹងពាក្យអីទៅវាទៅចេញអីផ្សេងអញ្ចឹងណាអញ្ចឹងបានថាអ្នកអាចរៀនភាសាអង់គ្លេសបានពេលដែលគាត់មើលវីដេអូហ្នឹងហើយគាត់ចេះអង់គ្លេសហើយទី2ទៀតគាត់ចេះគូររូបទៀតបើគាត់ចង់គូររូបគាត់អាចចេះគូរបាន For apple Now learn to draw apple. បាទឃើញទេមានន័យថាទី1គាត់អាចរៀនភាសាអង់គ្លេសផងទី2គាត់អាចរៀនគូររូបផងអញ្ចឹងណាហើយតើតងរូបនេះគឺខ្ញុំចូលក្នុង Google search ទេបងប្អូនអាចចូលក្នុង Google មកហើយអាចវាយពាក្យថា A for apple B for boy អញ្ចឹងទៅវាចេញមកអស់ហើយអញ្ចឹងយើងអាចយករូបភាពទាំងអស់ហ្នឹងយកមកប្រើប្រាស់ជាមួយនឹងកម្មវិធីមិញមកហើយយើងអាច export វាបំលែងវាទៅជាវីដេអូដូចតែខ្ញុំបានបង្ហាញនេះអញ្ចឹងបងប្អូនអាចធ្វើពី A រហូតដល់ Z អញ្ចឹងទៅ A for apple B for boy C for cat អីចឹងណាអញ្ចឹងហ្នឹងគឺជាវីដេអូមួយដែលយើងអាចរកលុយបានគង់វង្សយូរអង្វែងព្រោះជាវីដេអូដែលយើងបង្កើតដោយខ្លួនឯងអញ្ចឹងណាហើយបើសិនណាគេអាច copy វីដេអូរបស់យើងទៅ upload បន្តយើងអាចធ្វើការ report ឲ្យបិទ channel របស់គេឲ្យបានអញ្ចឹងព្រោះវីដេអូនេះគឺយើងអ្នកបង្កើតដោយខ្លួនឯងហើយយើង upload មុនគេអញ្ចឹងអ្នកដែល copy ពីយើងទៅអាចជាប់ copyright អញ្ចឹងណាបាទអញ្ចឹងបើសិនយើងមានវីដេអូខ្លួនឯងគឺវាអាចគង់វង្សយូរអង្វែងអញ្ចឹងមិនទាំងបានលុយរហូតបាត់ម្ដងហើយគឺបានលុយរហូតហើយអញ្ចឹងយើងមើលក្នុង YouTube វីដេអូដែលគេធ្វើគឺលក្ខណៈ on ជាងនឹងឆ្ងាយណាស់ឥឡូវឧទាហរណ៍ថាវីដេអូនេះមួយចុះយើងមើលគេគូលក្ខណៈជាផ្កាកុលាបហើយលក្ខណៈរូបងាប់ងាប់អត់សូវមានចំណាប់អារម្មណ៍អត់សូវមានសម្លេងអត់មានអីចឹងណាយើងមើលតែអ្នកមើលរហូតដល់2លាន6សែនជាងហ្នឹងណាបាទហើយអ្នក subscriber របស់គេមានដល់ 53,300 ណាបាទ
អូនេះធ្វើអនបាទល្អទេថាវីដេអូនេះគឺគេគូសចេញពីកម្មវិធីដូចរបស់ខ្ញុំដែរប៉ុន្តែគេដកដៃចេញបាទដកអាដៃគេគូនេះអញ្ចឹងមានថាកម្មវិធីរបស់ខ្ញុំនេះគឺខ្ញុំអាចធ្វើដូចគេបានខ្ញុំអាចឲ្យចេញគូ Apple ក៏បានដែរហើយមិនបាច់ចាំមានដៃក៏បានដែរបាទអញ្ចឹងគាត់ដាក់វីដេអូសាមញ្ញអញ្ចឹងមាននៅដល់2លានជាងបាទចាវីដេអូនេះក៏អញ្ចឹងដែរបាទមានអ្នកមើលដល់2លាន3សែនជាងដែរហើយវីដេអូសាមញ្ញហើយមើលទៅអត់សូវចាប់អារម្មណ៍អត់ស្អាតផងចាញ់វីដេអូដែលយើងបានបង្កើតនេះផងយើងក្នុងមេរៀនបន្តទៅទៀតខ្ញុំនឹងបង្ហាញពីវិធីនៃការប្រើប្រាស់ជាមួយនឹងកម្មវិធីហ្នឹងណាអូខេអញ្ចឹងគាត់ថានេះគឺវិធីនៃការប្រើប្រាស់ជាមួយកម្មវិធីហ្នឹងយើងអាចធ្វើជាវីដេអូបានច្រើនអាចឌៀក្នុងការបង្កើតវីដេអូបងប្អូនអាចធ្វើជា ABC បាទសម្រាប់បរិញ្ញាកូនក្មេងអញ្ចឹងទៅឬក៏បរិញ្ញាតកតងការគូររូបបងប្អូនអាចយកពីក្នុង Google ហ្នឹងមកបាទហើយអាចបរិញ្ញាពីគូថាថោបានន័យថាគូខ្សាក់លើខ្លួនấyក៏បរទេសចូលចិត្តច្រើនណាហើយយើងអាចយករូបហ្នឹងយកមកគូក្នុងកម្មវិធីហ្នឹងក៏បានដែរហើយសូមបញ្ជាក់ថាវីដេអូតកតងកូនក្មេងគឺភាគច្រើនមានអ្នក view ច្រើនមែនតើឥឡូវឧទាហរណ៍ថាបងប្អូនចូលក្នុង YouTube បងវាយគាត់ថា ABC song អីចឹងណាអញ្ចឹងបងប្អូនកត់จะឃើញវីដេអូទាំងអស់ហ្នឹងអ្នកមើលមានរាប់លាន view អញ្ចឹងឧទាហរណ៍ថាវីដេអូនេះមួយចុះបងប្អូនមើលទៅក្នុងវីដេអូហ្នឹងអត់តែតាក់ទងក្មេងៗពីច្រើនគឺអ្នកមើលរាប់លាន view តែម្ដងអញ្ចឹងបងប្អូនមើលក្នុងនេះមានអ្នកមើលរហូតដល់129លានបាទ616,358 view វិញណាចឹងមានថាអ្នកមើលគឺ129លានជាងអញ្ចឹងច្រើនមែនតើហើយ subscriber របស់គេរហូតដល់7លាន845,898វិញណាអញ្ចឹងមានថាពេលដែលយើងអាប់ឡូតចូលមួយភ្លាមវីដេអូរបស់គេដឹងតែមានអ្នកមើលយ៉ាងតិចបំផុតក៏10000អ្នកឡើងលើនៅក្នុងមួយថ្ងៃបាទអញ្ចឹងយើងមើល channel ផ្សេងៗទៀតតាក់ទងកូនក្មេងឥឡូវថា ABC Animation Song អញ្ចឹងទៅឧទាហរណ៍អញ្ចឹងបងប្អូនមើលតាក់ទងនឹងកូនក្មេងអញ្ចឹងណាឥឡូវ channel នេះវីដេអូមួយនេះមានអ្នកមើលរហូតដល់2លាន239លាន5សែនជាងហ្នឹងណាបាទអញ្ចឹងនេះ17លានទៅនេះ102លានអញ្ចឹងទៅនេះ129លានអញ្ចឹងទៅនេះ184លានណាគឺ channel តាក់ទងកូនក្មេងឬក៏ ABC song អីហ្នឹងអញ្ចឹងបានន័យថាក្មេងៗគេចូលចិត្តមើលច្រើនអញ្ចឹងណាហើយវាក្មេងៗចូលចិត្តមើលទៅយើងមើលទៅវាទៅអាប្រតិកម្មនេះអញ្ចឹងកូនក្មេងមិនអាចចុចបិទកាលណាចុចបិទជួនកាលវាចុចអត់ចំវាចុចទៅប៉ះប្រតិកម្មហ្នឹងអាចយើងបានចំណូលបាទចុចខុសទៅប៉ះប្រតិកម្មឲ្យយើងបានចំណូលតាមហ្នឹងដែរចឹងមានន័យថាយើងមាន software មួយហ្នឹងយើងអាចបង្កើតជាវីដេអូបានច្រើនណាអូខេអញ្ចឹងខ្ញុំយកទំហំຂະຫນាត HD មកបាទណានេះគឺជាផ្ទាំងរូបភាពinterface របស់វាអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំបើក file ចាស់របស់ខ្ញុំដែលខ្ញុំបានធ្វើពីមុនមកដើម្បីបង្ហាញថា file មិញគឺខ្ញុំធ្វើដោយខ្លួនឯងជាមួយនឹង software មិញហ្នឹងគឺ ABC មិញហ្នឹងហ្នឹងបាទអញ្ចឹងន័យថាខ្ញុំមាន2 slide ទី1បាទនេះគឺខ្ញុំ share អក្សរលើហ្នឹងបាទទី1ទី2ទី3ទី4ហ្នឹងទៅហើយវាយើងចង់កលឲ្យស្រួលមែនតើគាត់ដល់មកคลิกមកយើងអាចកលលើឆ្វេងនៅស្ដាមបាទទៅលើទៅក្រោមហើយចង់ឲ្យណាគេ save មុន save ក្រោយវាមានលេខយើងចង់ដូរលេខអីក៏បានដែរ slide ទី1រត់ចប់វាចូល slide ទី2នេះជា slide ទី2ណានេះបាទ slide ទី2អញ្ចឹងឥឡូវខ្ញុំសាក play តែម្ដងណាចាំមើល preview វាតែបើដូចវីដេអូដែលខ្ញុំបានចាក់បង្ហាញមិញអត់ណាគឺវីដេអូមិញខ្ញុំធ្វើដោយខ្លួនឯងជាមួយនឹងកម្មវិធីហ្នឹងហើយខ្ញុំ preview មក Learn English and draw A for apple. Now learn to draw apple. B for
boy. Now learn to draw boy. បាទអញ្ចឹងមានន័យថាកម្មវិធីហ្នឹងយើងអាចបញ្ចូលជាសំឡេង background ហើយយើងអាចថតសំឡេងរបស់យើងចូលនិយាយក្នុងនឹងបានដែរអញ្ចឹងសំឡេងដែលខ្ញុំនិយាយ before boy អីហ្នឹងគឺជាសំឡេងរបស់ខ្ញុំដែលខ្ញុំថតបញ្ចូលក្នុងកម្មវិធីនឹងតែម្ដងណាហើយតែតងការគូផ្លែប៉ោមនេះឧទាហរណ៍ថាមិញខ្ញុំគូខ្ញុំមានដៃគូណាឥឡូវវាមានខ្ញុំចង់ដកដៃចេញអញ្ចឹងខ្ញុំអាចចុចពាក្យ hand មកយើងអាចដូរប្រភេទដៃបានអញ្ចឹងណាបាទដៃគូមានដៃច្រើនដៃក្មេងដៃចាស់ដៃមនុស្សស្រីដៃមនុស្សប្រុសហើយយើងអាចរើសបានអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដកដៃចេញខ្ញុំអត់ចង់ទៅការដៃមួយហ្នឹងខ្ញុំអាច property វាមកខ្ញុំកន្លែងនេះខ្ញុំដាក់ draw ដែរប៉ុន្តែអត់មាន hand នេះដាក់ draw by hand មកដាក់គូដោយដៃនេះ draw ទៅទេគឺគូធម្មតាអញ្ចឹងខ្ញុំ play មកសាថ្មី Learn English and draw A for apple Now learn to draw apple បាទឃើញទេតែនេះអត់មានដៃមកពុះពីលើឃើញទេអញ្ចឹងធ្វើម៉ាត់ហ្នឹងក៏បានដែរវិធីហ្នឹងក៏បានដែរអូខេអានេះគឺជាកម្មវិធីដែលយើងបាន install ហើយនេះគ្រាន់តែចង់បង្ហាញថាវីដេអូហ្នឹងគឺយើងធ្វើក្នុងកម្មវិធីហ្នឹងអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនវិធីនៃការប្រើប្រាស់ជាមួយនឹងកម្មវិធីហ្នឹងពីដំបូងតែម្ដងហើយខ្ញុំបិទចោលទៅ